នេះមានបញ្ហាយើងចុចដេបាទវាវិលបាទឡើងដូចនេះដែរក៏ប៉ុន្តែវាឡើងរួចបងប្អូនឃើញលោកសប៉ាប់ប្រេងឬសប៉ាប់ខ្យល់ដែលនៅខាងលើនេះសអាយវិញបានន័យថាយើងដេគឺប្រឡងវាដំណើរការវិលធម្មតាតែវាឡើងដើម្បីដេបញ្ឆេះឲ្យម៉ាស៊ីនយើងឆេះអត់រួចណាបងប្អូនចាំសង្កេតមើលបាទនេះបាទចឹងសម្រាប់ម៉ូតូคลิกដែលមានបញ្ហាអាការៈបងប្អូនដេប្រឡងវិលចិត្តឆេះហើយក៏ប៉ុន្តែវាឡើងអត់រួចហ្នឹងតើវាមកពីមូលហេតុអ្វីខ្លះអូខេឥឡូវពេលនេះយើងមកទស្សនាជាគ្នាអំពីបញ្ហាអាការៈរបស់វាតោះអូខេទី1ឲ្យបងប្អូនអតិជនឬបងប្អូនជាងយើងធ្វើការត្រួតពិនិត្យនៅកម្លាំងអាគុយជាមុនសិនបងប្អូនប្រោម៉ែត្រវាស់កម្លាំងថាតើវាបានកម្លាំងភ្លើងគ្រប់12វ៉ុលជាងអត់បាទឥឡូវយើងកាច់អូម៉ែត្រមកកន្លែងលេខ20វ៉ុល DC រួចហើយយើងចាក់ក្រហមចាក់បូកខ្មៅចាក់ខាងដកមកបាទបងប្អូនឃើញវាបានកម្លាំងភ្លើងយើងបាន12វ៉ុលជាងណា12វ៉ុលជាង12ឬ13វ៉ុលបាទកម្លាំងភ្លើងយើងពេញបឺបណានេះបើថាម៉ូតូយើងគឺមានកម្លាំងអាគុយគ្រប់គ្រាន់តាមស្តង់ដារកម្លាំងអំពែរបស់វាក៏នៅល្អដែរអូខេទី2ឲ្យបងប្អូនមកពិនិត្យមើលនៅកម្លាំងអូមរបស់បាទភ្នែកដេរបស់យើងនៅក្នុងប្រឡងភ្លើងអញ្ចឹងបងប្អូនមិនបាច់ចាំដោះប្រឡងភ្លើងចេញមកទេដើម្បីកុំឲ្យខាត់ពេលវេលាអញ្ចឹងក្នុងប្រឡងភ្លើងរបស់យើងវាមានខ្សែបន្លាយចេញមកបងប្អូននេះឃើញនេះខ្សែបន្លាយវាចេញមកបាទនេះយើងឃើញមកកន្លែងនេះដុយវាចេញមកបាទនេះអញ្ចឹងយើងឃើញខ្សែភ្លើង6ខ្សែហើយឥឡូវពេលនេះយើងធ្វើការវាស់នៅកម្លាំងអូមរបស់បាទភ្នែកដេរបស់យើងថាតើបានតម្លៃស្តង់ដារឬអត់អូខេនេះខ្ញុំកាច់អូម៉ែត្រមកកន្លែងលេខ20គីឡូអូមណា20គីឡូអូមណាសម្រាប់វាស់កម្លាំងអូមបាទពណ៌បៃតងបាទរួចហើយនៅសល់ខ្សែភ្លើងរបស់ភ្នែកដេគឺខ្សែពណ៌បាទខ្មៅពណ៌សឆ្នូតខ្មៅសឆ្នូតទឹកប៊ិចសឆ្នូតក្រហមអូខេអញ្ចឹងបន្ទាប់ពីយើងកាច់អូម៉ែត្រយើងតែ20គីឡូអូមរួចរាល់ហើយខ្សែអូម៉ែត្ររបស់យើងសូមបញ្ជាក់ណាសម្រាប់វាស់កម្លាំងអូមរបស់ភ្នែកដេរបស់យើងគឺខ្សែពណ៌ក្រហមរបស់អូម៉ែត្ររបស់យើងចាក់លើម៉ាស់ណាចាក់លើខ្សែបៃតងឬបកគោលរំជុលរបស់យើងណាពណ៌បៃតងបាទរីឯពណ៌ខ្មៅយើងចាក់លើខ្សែសញ្ញារបស់ភ្នែកដេបាទអូខេណាឥឡូវពេលនេះខ្ញុំចាក់លើក្រហមនេះមួយបៃតងខ្ញុំចាក់លើខ្សែសញ្ញាបាទភ្នែកដេរបស់យើងបងប្អូនឃើញកម្លាំងអូមរបស់យើងគឺបាន5.37បាទគីឡូអូមជាតម្លៃស្តង់ដាររបស់ភ្នែកដេស៊ីនអូខេបន្តមកទៀតខ្ញុំចាក់លើខ្សែពណ៌សឆ្នូតនេះណាសឆ្នូតទឹកប៊ិចខ្ញុំចាក់សឆ្នូតទឹកប៊ិចជាកម្លាំងអូមរបស់ភ្នែកដេរបស់យើងក្រហមណាយើងចាក់លើម៉ាស់តួដដែលខ្សែពណ៌ខ្មៅខ្ញុំចាក់លើខ្សែសញ្ញាពណ៌សឆ្នូតខ្មៅបងប្អូនឃើញមើលកម្លាំងអូមបាន5.3435គីឡូអូមហេតម្លៃវាបាទប្រហែលគ្នាណាបាទអូខេជាតម្លៃស្តារបស់វាគឺនៅ5គីឡូអូមណាបាទបន្ទាប់មកទៀតខ្ញុំចាក់ទៅលើខ្សែពណ៌សឆ្នូតក្រហមណាខ្ញុំចាក់សឆ្នូតក្រហមសឆ្នូតក្រហមយើងបាន5.24គីឡូអូមណាបាទជាតម្លៃស្តង់ដារប្រហាក់ប្រហែលគ្នាខុសគ្នាតិចតួចទេបាទនេះជាតម្លៃស្តង់ដាររបស់កម្លាំងអូមរបស់ភ្នែកដេរបស់យើងអូខេយើងមិនចាំដកប្រឡងភ្លើងក៏យើងអាចវាស់បានដែរគឺយើងវាស់ដោយសារខ្សែរបស់វាអញ្ចឹងនេះបាទតម្លៃកម្លាំងភ្នែកដេរបស់យើងអត់មានបញ្ហាទេគឺតម្លៃអូមនេះតម្លៃស្តង់ដារយើងមិនចាំដោះដូរកម្លាំងអូមឲ្យអស់លុយឬខាត់ពេលវេលាទេអូខេបាទទី3ឲ្យបងប្អូនបាទជាងម៉ូតូយើងមកធ្វើការត្រួតពិនិត្យនៅបាទជើងចាប់របស់ម៉ូតូរបស់យើងទាំងជើងចាប់សប៉ាប់ប្រេងទាំងជើងចាប់សប៉ាប់ភ្លើងបាទណាចឹងអូខេឥឡូវពេលនេះបងប្អូនមកសង្កេតមើលបាទនេះធម្មតាជើងចាប់សប៉ាប់ប្រេងរបស់យើងឬសប៉ាប់ខ្យល់របស់យើងគឺកន្លែងនិមិត្តសញ្ញាអក្សររបស់វាគឺនេះនិមិត្តសញ្ញាកន្លែងជាប់ជើងចាប់របស់យើងបើសិនជាស្តង់ដាររបស់គេគឺវាអក្សរ I ណាប៉ុន្តែនេះចេញអក្សរ E បានន័យថាគាត់យកជើងចាប់សប៉ាប់ភ្លើងមកដាក់លើមកដាក់សប៉ាប់ជើងចាប់សប៉ាប់ប៉ាប់ប្រេងឬសប៉ាប់ខ្យល់អូខេឥឡូវយើងមកមើលលើខាងក្រោមដល់ពេលយើងមើលជើងចាប់សប៉ាប់ភ្លើងរបស់យើងបងប្អូនឃើញវាទៅជាអក្សរ I វិញនេះណាអក្សរ I នេះគេអក្សរ I ណាបានន័យថាម៉ូតូនេះគឺគាត់មានការដាក់ផ្ទុយរវាងជើងចាប់សប៉ាប់ភ្លើងហើយនិងជើងសប៉ាប់ប៉ាប់ប្រេងអូខេនេះជាចំណុចបញ្ហាដែលបងប្អូនជាងម៉ូតូយើងបាទដែលមើលរំលងដល់ពេលបងប្អូនធ្វើការដោះរុះរើធ្វើក្បាលកន្លះហើយពេលដែលបងប្អូនប្រគំចូលទៅហើយបងប្អូនអត់បានយល់ដឹងអំពីថាមុខងារទូនទីរបស់ជើងចាប់សប៉ាប់ភ្លើងហើយជាមួយនឹងបាទពករបស់អូតូម៉ាទិកខ្នើយវាប៉ះទង្គិចគ្នាដើម្បីអ្វីអូខេណាអញ្ចឹងឥឡូវពេលនេះខ្ញុំធ្វើការដោះនៅសប៉ាប់ពីនេះដូរឲ្យតាមតង់ស្អាតវិញហើយយើងធ្វើការដេបញ្ឆេះបងប្អូនមើលមកសាធារណៈតើវាដេអូសឆេះបានដូចអ្វីខ្ញុំបាននិយាយឬក៏អត់អូខេ stop អូខេបាទពេលនេះឥឡូវពេលនេះធ្វើការដោះនៅជើងចាប់ដែលដាក់ផ្ទុយប្រឆាស់គ្នានេះឥឡូវយើងដាក់មកលើវិញបាទជើងចាប់ខាងលើគឺយើងយកប្រើជើងចាប់អក្សរ I ណាអត់មានពកទេណាអូខេឥឡូវយើងដាក់ចូលទៅ
បាទពីរជើងចាបដែលមានអក្សរ E នេះដែលមានពោកចង្អុយកន្លែងជើងវានេះសម្រាប់ទល់ជាមួយនឹងអូតូម៉ាទិកខ្នើយរបស់យើងនេះខ្ញុំដាក់នៅខាងក្រោមណាសម្រាប់បងប្អូនជាងយើងឬបងស៊ីពិសេសគឺបងប្អូនដៃជាងបងប្អូនដៃថ្មីឬបងប្អូនដែលយើងធ្លាប់ធ្វើតែពួកចង្កេះលេខដែលធ្លាប់ធ្វើប្រភេទម៉ូតូអូតូបាទបងប្អូនចំណាំមើលណាអក្សរ E គឺសម្រាប់ភ្លើងដែលមានចង្អុយតិចចង្អុយពោកបន្តិចនេះដើម្បីប៉ះទង្គិចគ្នាជាមួយនឹងអូតូម៉ាទិកខ្នើយរបស់យើងដើម្បីឲ្យវាធូរកំលិចដេឆាស្រួលអូខេណាឥឡូវពេលយើងដាក់ចូលទៅ0.12 បូកដក 0.2 មីលីម៉ែត្រណានេះយើងដាក់មកល្មមយើងមកឲ្យមកដកមក smooth សម្រាប់ប្រេងឬសម្រាប់ខ្យល់សម្រាប់ភ្លើងគឺយើងយកនៅ 0.24 បូកដក 0.02 មីលីម៉ែត្រណាអូខេឥឡូវខ្ញុំដាក់ចូលទៅយើងមក smooth អូខេរាល់ហើយយើងនឹងសម្រាប់វាឲ្យតឹងហើយដេកបញ្ឆេះមើលថាតើបន្ទាប់ពីយើងធ្វើការដូរជើងចាបឲ្យបានតាមតម្លៃស្តង់ដាហើយថ្លឹងទៅតាមតម្លៃស្តង់ដាតើវាបាទពិបាកដេដូចមុនអត់អូខេណាបងប្អូនចាំមើលប្រឡងផងអូខេបាក់សោទៅដេអូខេបាទដេបានហើយលេងប្រឡងលេងដើរញាក់តែមួយក្រោយណាបាទអូខេបាត់សោបាក់ភាសាទៀតបាទនេះបាទបាក់សោមិនចាំមូហ្គេទេបាទដេឆេះធម្មតាណានេះជាចំណុចបញ្ហាដែលខ្ញុំចង់មកចែកម្លែកដល់បងប្អូនអតិជននិងបងប្អូនជាងម៉ូតូយើងឲ្យបានយល់ដឹងអំពីបញ្ហាបាទដែលយើងចុចដេហើយប្រឡងយើងវិលទៅមុខទៅក្រោយឬក៏ឡើងអត់ឡើងដេអត់រួចបាទណានេះជាคลิปវីដេអូមួយចង់ចែកម្លែកដល់បងប្អូនជាងម៉ូតូយើងដើម្បីងាយស្រួលជួសជុលឲ្យចំគោលដៅកុំឲ្យយើងស្មានច្រើនអូខេអរគុណ